របៀបដាក់ IP សម្រាប់ឲ្យ port scan និង port print ទី1យើងចូល default setting counter មានរូបសញ្ញាផ្កាយនេះបាទតមកយើងវានឹងចេញទាំងមួយមានថា default setting មានពាក្យថា copy default scan default machine default និង printer default អញ្ចឹងរបៀបដាក់ទីមួយយើងរបៀបដាក់ IP ឲ្យ port scan អញ្ចឹងយើងចូល scanner default តមកវានឹងមានលេខកូដសម្រាប់ printer 30 35គឺលេខuser admin វាគឺ 3000 បាទតមកទៀតយើងចូល system basic តមកយើងរកពាក្យ IP address បាទតមកយើងយកពាក្យ change មកយើងវាយ IP ចូលឧទាហរណ៍10ចុចចឹងយើងចុចកន្លែងនេះចុច168ហ្នឹងចុច102ចុច1តមកយើង enter បាទដូចគ្នា subnet mask យើងចូល subnet mask មក change អញ្ចឹងវាយ255ចុច0ហើយ enter តមកយើងដាក់ default gateway ចូល default gateway យើងយកពាក្យ change 10ចុច108ចុច102ចុច1 enter ទៀតតមកយើង close ជាការស្រេច close ទៀតបញ្ចប់ end បាទចឹងរបៀបដាក់ IP ឲ្យសម្រាប់ port print ម្ដងយើងចូល default setting counter តមកយើងចូល printer default យើងយកពាក្យ interface យើងយកមានពាក្យថា network ចុចនេះតមកយើងយកពាក្យថាយើងអាចចុចចូលទៅលើ record នេះទៅរើសយកមួយណាមួយអញ្ចឹងយើងយក TCP IP ហើយយកពាក្យថា change បាទអញ្ចឹងយើងបានអានសារ IP នេះអញ្ចឹងយើងអាចកែបានឬក៏អាចដាក់ IP នេះបើយើងយកកន្លែងនេះគឺបើយើងយក DHCP កន្លែង DHCP គឺយើងយក on មានន័យថាវាចាប់ IP auto អញ្ចឹងកន្លែង DHCP យើងយក off ដើម្បីយើងកំណត់ IP static ឲ្យហើយ TCP IP យើងយកពាក្យ on វិញដើម្បីយើង set IP ឲ្យអញ្ចឹងយក on តោះមកយើងកន្លែង IP យើងដាក់យើងចុចលើមកយើងអាចនេះយើងអាចលើនេះមកយើងអាច change ពាក្យ change ហើយយើងវាយបញ្ចូល IP ចូលអញ្ចឹងហើយយើងអាចវាយយើងចង់បូអីវាមាន3ខ្ទង់វាលោតអញ្ចឹងមកយើងមាន12ខ្ទង់យើងវាយ10អញ្ចឹងមកហើយយើងចុចសញ្ញាត្រង់ជ្រុកដើម្បីវាចូល column បន្ទាប់ទៀតតោះមកយើងវាយ168យើងចុចសញ្ញាត្រង់ជ្រុក102សញ្ញាត្រង់ជ្រុកដើម្បីវាលោតចូល column បន្ទាប់50ហើយយើង close បាទតោះមកយើងយកsubnet mask យើងដាក់ឆេងដែរ255មកយើង close
KV chén như vậy được cái nó đọc như vậy cho nhà trong trục rồi 7 trong trục rồi tí trong trục lịch 10 hay close bằng close tiết rồi cho bằng như thế chọn cả set IP ở đây